ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះគឺសហរាជទំនេរពីការសិក្សាសហរាជបបួលជាកង់លេងហើយគោលដៅរបស់យើងគឺជាទៅលេងបរិវេណអង្គរក៏ដូចជាសាកល្បងជាមួយនឹងផ្លូវកង់ដែលយើងពីមុនមកយើងអត់ទាន់បានធ្លាប់មានបទពិសោធន៍ទេឥឡូវនេះគឺជាបទពិសោធន៍លើកទី1ជាមួយនឹងសហរាជតបជាមួយនឹងការសន្យាដែលថាថ្ងៃសប្តាហ៍នេះគឺនាំជិះដើរលេងឥឡូវនេះមិនត្រឹមតែជិះដើរលេងនឹងគោវត្តទេគឺយើងឆ្ពោះទៅលេងហែកទឹកលេងទៀតជាប្រភេទទឹកស្ទឹងទេបងប្អូនដែលវាមានហូរមកពីភ្នំកលែនហើយតំបន់នោះពីច្រើនគេហៅឈ្មោះថាតំបន់ស្ពានអង្គរឬក៏គេហៅម្យ៉ាងទៀតថារហាត់ទឹកខេត្តសៀមរាបគឺនៅរដូវនេះជាពិសេសគឺរដូវក្តៅជារដូវមួយដែលទឹកពីកម្រិតទាបហើយក៏ជាពេលវេលាមួយក្បែរចូលឆ្នាំដែរអញ្ចឹងតាមការនិយមបងប្អូនអ្នកសៀមរាបយើងភាគច្រើននឹងនាំគ្នាទៅលេងពីចុងសប្តាហ៍មានលេងលក្ខណៈគ្រួសារលក្ខណៈមិត្តភ័ក្តិឬក៏លក្ខណៈផ្សេងគឺធ្វើបាយម្ហូបទៅញ៉ាំនៅកន្លែងហ្នឹងអញ្ចឹងទៅតែឥឡូវនេះអត់ទាន់ច្រើនប៉ុន្មានទេតែអាចចាប់ពីដើមខែ4ទៅគឺជាមនុស្សមានច្រើនមែនតើគាត់បងប្អូនទៅលេងមានច្រើនដែរឥឡូវកំងយូសូមបងប្អូនទស្សនាទាំងអស់គ្នានៅតាមវីដេអូរហូតទៅដល់កន្លែងលេងទឹកស្ពានអង្គរអូខេបាយបាយអោខេត្តសៀមរាបប្រៀបថាណោសតការខ្ញុំប្រតិព័ន្ធការបាត់ដំណងដល់ចិនគំរួញគួនគិនគេងពងតែបាត់ដំបងបងមកចំបាឥឡូវបានយល់ចំពេសៀមរាបក្រអូបជួតជ្រាបពោពេញអមរាទ្រុងបងបានស្បាយពីរឿងស្នេហានៅការចំបាឲ្យរៀមក្រៀមក្ររយព្រួយរយនឹករយសានទុនទឹងពុំឃើញនំនឹងតែជ្រៀងផ្ដាផ្ដាំកន្លងក៏ទៅជាយូរខែឆ្នាំតើឲ្យទ្រាំចាំដេចទៅពេលនេះចំបៃសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំបៃអើយរយព្រួយរយនឹករយសានទុនទឹងពុំឃើញនំនឹងតែជ្រៀងផ្ដាផ្ដាំកន្លងក៏ទៅជាយូរខែឆ្នាំតើឲ្យទ្រាំចាំដេចទៅពេលនេះចំបៃសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំបៃអើយជាគ្នាតទៅនឹងចំបៃអើយចោជាគ្នាតទៅនឹងចំបៃដល់ជួកង់កាន់ទឹកមួយអរ៉ៃចៅអត់ខណោ
ច្រើនទៅនោះឲ្យចាំមកវិញទៅដល់ឈើដល់ឈើដល់ឈើទៀតទៀតដល់ឈើទៀតទៀតមិន